nhưng mà chẳng ai nè tặng khi ta phải khoan thai chi vật nè na cái nơi lửa dương rồi có chi vật nè na cái nơi còng dương ngay phù tại sao ấy cái ruột nơi chi vật kế hai dương ruột nơi chi vật dương phù đâm ná mà nè cứ ở đôi khi tế chân dương mình chăm bạch từ bếp thiệp luôn anh cho mỗi kế hai dương màu on spawn chật cho mỗi luôn anh thì chân dương cắt bằng thoi ca bếp thiệp ca mơ nè được tới chi chiêng mơខ្លួនឯងអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបដោតលើការមើលលើខ្លួនឯងបានន័យថាអ្នកណាគេធ្វើអីក៏ដោយយើងមិនបាច់ខ្វល់ពីជីវិតគេយើងបដោតលើខ្លួនឯងឲ្យច្រើនគិតថាខ្លួនយើងគួរធ្វើយ៉ាងម៉េចឲ្យខ្លួនឯងរីចម្រើនឲ្យខ្លួនឯងyou know like អភិវឌ្ឍជាងម្សិលមិញអីអញ្ចឹងទៅទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះពាក្យនិយមន័យពាក្យថាជោគជ័យបើសម្រាប់ខ្ញុំអត់មានគេនរណាគេម្នាក់មកកំណត់ឲ្យពាក្យជោគជ័យនឹងជានិយមន័យជាសកលជានិយមន័យពិតប្រាកដទេអានឹងស្អីតែខ្លួនឯងខ្លួនយើងអ្នកyou know set វាថាអីទៅដែលជាភាពជោគជ័យសម្រាប់យើងខ្លួនឯងបើសម្រាប់ខ្ញុំភាពជោគជ័យរបស់ខ្ញុំគឺការផ្លាស់ប្ដូរខ្លួនឯងការឃើញខ្លួនឯងរីចម្រើនជាងម្សិលមិញមើលជីវិតយើងដើរទៅមុខអត់ដើរថយក្រោយអាហ្នឹងគឺជាភាពជោគជ័យរបស់យើងហីយើងមិនតើតែមានលុយមានឡានមានផ្ទះធំអីបានគេហៅថាជោគជ័យទេអត់ទេអាហ្នឹងវាស្រេចទៅលើការឲ្យនិយមន័យពាក្យជោគជ័យរបស់យើងនីមួយទេបើសម្រាប់ខ្ញុំអូខេយើងឃើញខ្លួនឯងថ្ងៃនេះផ្លាស់ប្ដូរឃើញខ្លួនឯងប្លែកជាងម្សិលមិញម្សិលមួយថ្ងៃអតីតកាលអានេះគឺជាភាពជោគជ័យរបស់ខ្ញុំដែលខ្ញុំគិតថានិយមន័យគឺបែបហ្នឹងចាំបើសិនជាទាំងអស់គ្នាចង់ឃើញខ្លួនឯងថ្ងៃហ្នឹងខុសពីម្សិលមិញទីមួយគឺយើងត្រូវនេះថែរក្សាផ្លូវចិត្តរបស់យើងខ្លួនឯងឲ្យបានល្អយើងកុំឲ្យមានអីមកធ្វើឲ្យវាបាក់ទឹកចិត្តចឹងណាហើយហេតុផលអីដែលធ្វើឲ្យវាបាក់នេះមកពីយើងអត់ទាន់ស្រឡាញ់ខ្លួនឯងមកពីអាការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃមកពីការគិតថាខ្លួនឯងអន់ខ្លួនឯងខ្សោយខ្លួនឯងមិនមែនជាអ្នកមានអីអញ្ចឹងទៅវាការគិតអស់នេះវាធ្វើឲ្យផ្លូវចិត្តរបស់យើងវាបាក់ទៅតាមនឹងដែរអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យយើងគ្រប់គ្នាយើងបាច់យើងដូរអា mindset អស់នឹងចេញទៅយើងគួរតែគិតថាយើងខ្លួនឯងខ្លាំងការពិតមែនយើងខ្លាំងមែនប៉ុន្តែគ្រាន់ថាយើងអត់ទាន់រកឃើញខ្លួនឯងណាបានន័យថាយើងនៅស្ថិតនៅក្នុងដំណាក់កាលដែលថាយើងអត់ទាន់ឆ្លងខ្លួនឯងយើងនៅប្រៀបធៀបខ្លួនឯងជាមួយគេនៅឡើយអញ្ចឹងដូចដែលខ្ញុំនិយាយមុនហ្នឹងថាយើងមិនបាច់ទៅមើលជីវិតអ្នកណាលើអ្នកណាក្រោមយើងទេគឺយើងនៅមើលតែយើងខ្លួនឯងបានអី you know យើងត្រូវធ្វើយ៉ាងម៉េចឲ្យយើងអភិវឌ្ឍជាងមុនយើងគួរធ្វើយ៉ាងម៉េចឲ្យយើងរីកចម្រើនជាងមុនអញ្ចឹងយើងអត់មានពេលទៅគិតរឿងបបាក់ចិត្តរឿងធ្វើឲ្យយើងបាក់ទឹកចិត្តទេអញ្ចឹងកន្លែងនេះទាំងអស់គ្នាកុំគិតច្រើនណាហើយកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃកុំមើលអ្នកណាគេលើកុំមើលអ្នកណាគេក្រោមយើងកុំខ្វល់ជាមួយជីវិតពួកគេជីវិតពួកគេគឺជាជីវិតពួកគេជីវិតពួកយើងគឺជីវិតពួកយើងដំណើរជីវិតរបស់មនុស្សម្នាក់អត់ដូចគ្នាទេយើងឃើញគេមានឃើញគេ you know ឃើញគេអ្នកមានហើយយើងក៏មកប្រៀបធៀបខ្លួនឯងជាមួយគេអញ្ចឹងវាអត់សមមាត្រទេអញ្ចឹងយើងត្រូវបដោតលើខ្លួនឯងបានហើយយើងរស់នៅតាមបែបជីវិតរបស់យើងទៅព្រោះលើโลกនេះវាមានមនុស្សច្រើនប្រភេទមែនទែនប្រភេទនីមួយគឺអត់ដូចគ្នាទេអញ្ចឹងមនុស្សយើងប្រភេទផ្សេងជាប្រភេទរបស់យើងអញ្ចឹងយើងរស់នៅបែបជាប្រភេទរបស់យើងទៅកុំឲ្យតែថាមានអ្នកណាមកបំពេញយើងមានអ្នកណាមកប៉ះពាល់សិទ្ធិរបស់យើងទៅអាហ្នឹងយើងតបតគេទៅព្រោះដោយសារអីមនុស្សម្នាក់មានសិទ្ធិស្មើគ្នាមានសិទ្ធិរៀងខ្លួនមិនថានៅក្នុងការធ្វើអីក៏ដោយគឺមានសិទ្ធិទាំងអស់អញ្ចឹងបើសិនជាមានគេមកប៉ះពាល់យើងមុនបើសិនជាមានគេមកមើលងាយយើងមុនយ៉ាអាហ្នឹងយើងបកទៅគេវិញទៅយើងមិនបាច់ខ្លាចណាគេទេព្រោះដោយសារតែ you know ដូចខ្ញុំនិយាយចឹងថាមនុស្សម្នាក់គឺមានសិទ្ធិស្មើគ្នា
អូខេហើយយើងក៏ដូចគ្នាយើងនៅតែរស់នៅតែខ្លួនយើងមិនបាច់ទៅបំផ្លាញគេយើងមិនបាច់ទៅបំពានសិទ្ធិគេអាហ្នឹងគឺជា you know សន្តិភាពផ្លូវចិត្តរបស់យើងសុខភាពផ្លូវចិត្តរបស់យើងវាលេងអាប់អួយអញ្ចឹងបើសិនជាយើងនៅតែរឹងតតឹងចង់គិតប្រៀបខ្លួនឯងជាមួយអ្នកដទៃមើលគេលើយើងហើយយើងមកអន់សពូនចិត្តអាហ្នឹងអត់ទេអ្នកនរគ្នាធ្វើឲ្យផ្លូវចិត្តយើងអត់ប្រសើរទេអញ្ចឹងផ្ដោតលើខ្លួនឯងស្រឡាញ់ខ្លួនឯងហើយគូគិតអំពីការធ្វើយ៉ាងម៉េចឲ្យខ្លួនឯងរីកចម្រើនជាងម្សិលមិញការធ្វើយ៉ាងម៉េចឲ្យ you know ខ្លួនឯងអភិវឌ្ឍជាងអតីតកាលអញ្ចឹងទៅព្រោះនេះធម្មតាយើងអត់អាចឲ្យជីវិតយើងនៅតានដែលបានទេត្រូវគេអញ្ចឹងយើងទៅត្រូវផ្ដោតលើខ្លួនឯងទៅស្រឡាញ់ខ្លួនឯងទាំងអស់គ្នាអាការផ្លាស់ប្ដូរខ្លួនឯងហ្នឹងវាខ្លួនឯងខុសពីថ្ងៃនេះខុសពីខ្លួនឯងមិនសមមិញហ្នឹងអាហ្នឹងគឺចាប់ផ្ដើមពីការដែលយើងស្រឡាញ់ខ្លួនឯងហើយទាំងអស់គ្នាអញ្ចឹងខ្ញុំចេះតែនិយាយពាក្យច្រើនវីដេអូរបស់ខ្ញុំតែងតែនិយាយថាស្រឡាញ់ខ្លួនឯងផ្ដោតលើខ្លួនឯងអញ្ចឹងណាអូខេអញ្ចឹងទាំងអស់គ្នាពីខ្ញុំទៅស្រឡាញ់ខ្លួនឯងមើលថែសុខភាពផ្លូវចិត្តរបស់ខ្លួនឯងធ្វើយ៉ាងម៉េចឲ្យខ្លួនឯងរីកចម្រើនធ្វើយ៉ាងម៉េចឲ្យខ្លួនឯងអភិវឌ្ឍជាងម្សិលមិញអូខេអរគុណ